បងប្អូនការងារខ្ញុំរាល់ថ្ងៃត្រូវគៀបសក់មូសក់ជាប្រចាំហ្មងអញ្ចឹងដែលធ្វើឲ្យសក់ខ្ញុំខូចឆេះបែកចង់រាល់ថ្ងៃហ្មងសំខាន់ណាសក់ក្បាលឡើងព្រេងទៀតហើយមានគេទៀតខ្ញុំប្រើសាប៊ូនៅលើទីផ្សារដែរសំខាន់ក៏អត់ត្រូវសោះនៅតែសក់នៅតែដែរអត់ដឹងថាសាប៊ូនោះមកពីណាហើយគុណភាពវាមួយទៀតសំខាន់ធ្វើឲ្យសក់របស់ខ្ញុំកក់ទៅនៅតែខូចដដែលអូមែនបងប្អូនមករយៈហ្នឹងខ្ញុំដូចជាអូ Facebook មកឃើញគេល្បីសាប៊ូកក់សក់នេះមួយតែមិនដឹងថាល្អប្រើអត់ព្រោះអីឃើញគេ recommend ថាសាប៊ូហ្នឹងកក់ទៅល្អអ្នកដែលសក់បែកចង់លាបសក់ពណ៌ច្រើនគិតសក់មូសក់ច្រើនខ្ញុំអញ្ចឹងឃើញគេប្រើទៅល្អហ្មងឥឡូវខ្ញុំសាកតែ order ប្រើដែរមើលនេះបងប្អូនលទ្ធផលដែលខ្ញុំបានប្រើសាប៊ូកក់សក់សាន់ណារីចាសាប៊ូកក់សក់នេះខ្ញុំតាមតែកក់លើកទី1ណាអ្នកទាំងអស់គ្នាប៉ុន្តែបានផលមែនតើហ្មងដោយសារអីសក់ខ្ញុំមិនបែកចង់ហើយខ្ញុំមិនគប់សក់ច្រើនដែរទេប៉ុន្តែខ្ញុំតាមតែប្រើលើកទី1ហ្នឹងធ្វើឲ្យសក់ខ្ញុំរលាស់រលូនហ្មងឃើញទេអ្នកទាំងអស់គ្នាចុចចឹងបើសិនជាបងចង់បានសក់ស្អាតដូចនាងខ្ញុំបងកុំភ្លេចប្រើប្រាស់ជាមួយនឹងឈុតសាប៊ូសាន់ណារីអញ្ចឹងខ្ញុំនឹងដាក់ page របស់គាត់នៅខាងលើនេះចុះបើសិនជាបងចង់បានអាចតាក់ទងទៅគាត់បានបាយបាយ